កាលពី2អាទិត្យមុនខ្ញុំបានធ្វើការផុសចូលទៅក្នុងក្រុម Telegram របស់ខ្ញុំនឹងចេញវីដេអូមួយតាក់ទងជាមួយនឹងការបង្កើតវីដេអូដោយប្រើប្រាស់ជាមួយនឹង AI គឺថាមានបងប្អូនយើងច្រើនមែនទែនគាត់បានធ្វើការ react បែបដងណាគឺគាត់ចង់ឲ្យខ្ញុំធ្វើការបង្កើតវីដេអូបែបហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការប្រាប់អ្នកគ្នាតាក់ទងជាមួយនឹងការបង្កើត content AI មួយប្រភេទដែល content មួយនេះគឺមានបងប្អូនយើងច្រើនមែនទែនដែលគាត់សំណូមពរឲ្យខ្ញុំឲ្យជួយធ្វើវីដេអូតាក់ទងជាមួយនឹងការបង្កើតអញ្ចឹងនេះជា channel មួយដែលមានឈ្មោះថា Next Gen Process ដែល channel ប្រកបមួយនេះគឺគាត់បង្កើតវីដេអូឡើងដោយប្រើប្រាស់ជាមួយនឹង AI អញ្ចឹងបងប្អូនប្រកាសវាឃើញបាទនៅក្នុង channel ប្រកបមួយនេះគឺមាន subscriber 82k ហើយតាក់ទងជាមួយនឹងវីដេអូផងគាត់គឺតិចខ្លាំងមែនទែនមកគឺមានត្រឹមតែ40វីដេអូជាងទេហើយគាត់រកបាន subscriber រហូតដល់ 80k អញ្ចឹងទាំងអស់នេះគឺជាវីដេអូផងគាត់នេះគឺមាន view ច្រើនខ្លាំងមែនទែនមកដូចវីដេអូនេះមានអ្នកមើលរហូតដល់4លាន view 1លាន view 800k គឺថាមាន view ខ្លាំងមែនទែនអញ្ចឹងសម្រាប់វីដេអូប្រកបទាំងអស់នេះគឺជាប្រភេទវីដេអូមួយដែលគាត់ធ្វើជាប្រភេទ long ណាអញ្ចឹងបងប្អូនប្រកាសចេះដឹងបាទសម្រាប់ channel ដែលមាន view លានបែបនេះហើយគាត់ធ្វើចាប់ពី10នាទីឡើងគឺមួយខែចារកចំណូលបានច្រើនខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់មានចំណាប់អារម្មណ៍ចង់ឲ្យលើកចេញពី YouTube ដែលប្រើប្រាស់ content AI មួយប្រភេទនេះបងប្អូននេះកុំភ្លេចទៅការតាមដានវីដេអូនេះដល់ចប់ទៅបងប្អូននឹងដឹងតាក់ទងជាមួយនឹងការបង្កើតហើយក្នុងវីដេអូនេះខ្ញុំនឹងធ្វើការប្រាប់បងប្អូនតាក់ទងជាមួយនឹងការបង្កើតតាក់ទងជាមួយនឹងការសរសេរ prompt ក៏ដូចជាតាក់ទងជាមួយនឹងការកាត់តដែលបងប្អូនអ្នកនេះអាចធ្វើបានសម្រាប់ការផុសចូលទៅកាន់ YouTube របស់បងប្អូនអញ្ចឹងមុនចូលទៅដល់ការបង្កើតវីដេអូផងខ្ញុំឡើយយើងនាំនេះទៅមើលវីដេអូផងគាត់សិនបាទតែវីដេអូផងគាត់ហ្នឹងមានលក្ខណៈជាទម្រង់បែបម៉េចចឹងណាអូខេបងប្អូនអ្នកគ្នាបាទឥឡូវយើងចូលដល់ channel ផងគាត់ទេបាទអញ្ចឹងសម្រាប់ channel ប្រកបមួយនេះគឺបងប្អូនប្រកាសจะឃើញបាទគឺ channel ផងគាត់នេះធំគួរសមដែរបាទអញ្ចឹង channel ប្រកបគឺមានឈ្មោះថា Next Gen Process បាទហើយតាក់ទងជាមួយ subscriber ផងគាត់គឺមាន 82k ហើយសម្រាប់វីដេអូវិញគឺតិចមែនតើបាទគឺត្រឹមតែ40វីដេអូទេបាទគឺរកបានជិត 100k subscriber បាទដោយប្រើប្រាស់តែ40វីដេអូជាងទេអញ្ចឹងទាំងអស់នេះគឺជាប្រភេទវីដេអូផងគាត់ណាបងប្អូនប្រកាសจะឃើញបាទគឺមាន view គួរសមមែនតើគឺអានេះគឺ4លាន view បាទគឺបន្ទូមែនតើអានេះគឺបន្តគឺមាន 400k 200k 200k អញ្ចឹងណាអញ្ចឹងមានបន្តទៀតអូខេឥឡូវយើងចូលទៅមើលវីដេអូផងគាត់ទៅបាទតើវីដេអូផងគាត់ហ្នឹងជាប្រភេទវីដេអូអីមានលក្ខណៈបែបម៉េចអញ្ចឹងណាសម្រាប់បងប្អូនអ្នកនេះអាចធ្វើតាមបានអូខេឥឡូវយើងមើលវីដេអូនេះមួយបាទវីដេអូដែលមាន view 4លាននេះបាទគឺតាក់ទងជាមួយនឹង Coca-Cola តាក់ទងជាមួយនឹង process តាក់ទងជាមួយនឹងការបង្កើត Coca ណាអូខេឥឡូវយើងចូលដល់វីដេអូផាកតទៅបាទអញ្ចឹងវីដេអូផងគាត់គឺមើលទៅវាការនិយាយបានថាតាក់ទងជាមួយនឹង process តាក់ទងជាមួយនឹងការបង្កើតនៅក្នុងរោងចក្រអញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការ play វីដេអូនឹងមើលសិនទៅអូខេអញ្ចឹងបងប្អូនគាត់จะឃើញមកវីដេអូផងគាត់គឺអញនិយាយបានថាតាក់ទងជាមួយនឹង process នៅក្នុងរោងចក្រណាគឺអញនិយាយបានថាតាក់ទងជាមួយនឹងការធ្វើសិប្បកម្មក៏ដូចជាការរៀបក៏ដូចជាការផលិតអីមួយនៅក្នុងរោងចក្រអញ្ចឹងបងប្អូនអ្នកអាចធ្វើវីដេអូបានហ្នឹងបានអូខេអញ្ចឹងមិនចោលខាតពេលវេលាយូរបាទយើងចូលទៅដល់ការបង្កើតទាំងអស់គ្នាហើយសម្រាប់បងប្អូនយើងដែលគាត់មកថ្មីកុំភ្លេចទៅការចុច like ហើយ subscribe ដល់រូបសញ្ញាកណ្ដឹង channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីចេញពី channel របស់ខ្ញុំតទៀតណាដែល channel ខ្ញុំមួយនេះគឺខ្ញុំផ្ដោតសំខាន់មែនទែនសម្រាប់បងប្អូនយើងដែលគាត់ចូលចិត្តរកលុយតាមរយៈ YouTube ឬមួយក៏បងប្អូនចង់ស្វែងយល់ពី YouTube ផ្សេងៗបងប្អូនអ្នកអាចការតាមដាន channel របស់ខ្ញុំបានអូខេអញ្ចឹងសម្រាប់ការបង្កើតវីដេអូបែបនេះខ្ញុំសូមបែងចែកជា4ណាតាក់ទងជាមួយនឹងការបង្កើតអញ្ចឹងទី1គឺតាក់ទងជាមួយនឹងការសរសេរ prompt អូខេនេះខ្ញុំបានរៀបចំឲ្យបងប្អូនមើលណាដើម្បីបងប្អូនស្រួលយល់ចឹងទៅអញ្ចឹងទី1គឺតាក់ទងជាមួយនឹងការសរសេរ prompt គឺយើងប្រើជាមួយនឹង ChatGPT ហើយទី2គឺតាក់ទងជាមួយនឹងការបង្កើតរូបភាពគឺយើងប្រើជាមួយនឹង website AI មួយដែលមានឈ្មោះថា VAI និងទី3គឺតាក់ទងជាមួយនឹងការបង្កើតវីដេអូតាក់ទងជាមួយនឹងការ generate ទៅជាវីដេអូគឺយើងប្រើជាមួយនឹង Flow AI ឬមកក៏ Grok AI ក៏យើងអាចប្រើបានពីរណាសម្រាប់ website ដែលយើងអាចធ្វើការបង្កើតវីដេអូបាននិងទី4អាជីវវិធីចុងក្រោយគឺតាក់ទងជាមួយនឹងការកាត់តវីដេអូឬមកក៏ edit វីដេអូអញ្ចឹងសម្រាប់ការកាត់តវីដេអូឬមកក៏ edit វីដេអូគឺបងប្អូនប្រកាសจะដឹងបាទគឺយើងប្រើជាមួយនឹង CapCut អញ្ចឹងសម្រាប់ការកាត់តវីដេអូបើសិនជាបងប្អូនចេះកម្មវិធីផ្សេងបងប្អូននឹងអាចធ្វើការកាត់តបានវាអត់មិនពិបាកទេក៏ប៉ុន្តែជាទូទៅគឺយើងប្រើជាមួយនឹង CapCut ដើម្បីធ្វើការ edit វីដេអូផងយើងសម្រាប់បងប្អូនយើងដែលគាត់ចង់ធ្វើវីដេអូបែបនេះខ្ញុំរីកមែនថាបងប្អូននឹងធ្វើការបង្កើតវីដេអូមួយដែលចាប់ពី10នាទីឡើងទៅនេះខ្ញុំបានដាក់ថាបង្កើតវីដេអូ10នាទីឡើងអញ្ចឹងហេតុអីបានបងប្អូនគួរបង្កើតវីដេអូចាប់10នាទីឡើងព្រោះ YouTube គឺវារីកខមមិនខ្លាំងមែនតើសម្រាប់ channel YouTube ណាឬមកក៏វីដេអូណាដែលមាន view វិញណាអញ្ចឹងខ្ញុំរីកខមមិនថាបងប្អូនអ្នកអាចធ្វើចាប់ពី10នាទីឡើងឬមកក៏យ៉ាងហោចណាស់ក៏ចាប់ពី8នាទីដែរអញ្ចឹងបងប្អូនអ្នកអាចធ្វើចាប់ពី8នាទី10នាទី15នាទីទៅយើងអាចធ្វើយូរអញ្ចឹងទៅដើម្បីឲ្យយើងអាចរកចំណូលចេញពី YouTube បានកាន់ច្រើនអូខេឥឡូវយើងចូលដល់វិធីទី1គឺតាក់ទងជាមួយនឹងការសរសេរ prompt អញ្ចឹងបងប្អូនអ្នកធ្វើការចូលទៅកាន់ ChatGPT មកដើម្បីធ្វើការសរសេរ prompt អូខេនេះគឺជា website ChatGPT ហ្នឹងយើងធ្វើការចូលទៅកាន់ website AI ហ្នឹងមកអូខេឥឡូវយើងចូលដល់ ChatGPT បាទយើងត្រូវតែការសរសេរ prompt ចូលណាអញ្ចឹងតាក់ទងជាមួយនឹង prompt មកគាត់អ្នកធ្វើការចូលទៅយកនៅក្នុងក្រុម Telegram ឬមកក៏ channel Telegram របស់ខ្ញុំបានតាក់ទងជាមួយនឹង channel Telegram ខ្ញុំគឺខ្ញុំបានដាក់នៅខាងក្រោម description អញ្ចឹងបងប្អូនអ្នកចូលទៅមើលវីដេអូចូលទៅយក prompt នៅក្នុង Telegram របស់ខ្ញុំបានអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបើកចូលទៅកាន់ prompt ហ្នឹងគឺវាចេញជាទម្រង់បែបនេះបាទនេះគឺតាក់ទងជាមួយនឹង prompt សម្រាប់បងប្អូនធ្វើការបង្កើតវីដេអូបែបហ្នឹងណាអញ្ចឹងទី1ខាងលើគឺខ្ញុំបានដាក់ថា topic អញ្ចឹងបងប្អូនត្រូវធ្វើការ copy អញ្ចឹងកន្លែងនេះបងប្អូនត្រូវធ្វើការបណ្ឌិតមើលដែរបាទគឺខ្ញុំបានដាក់ថា create high interest YouTube video
អញ្ចឹងមកថាតើតើជាមួយនឹងការបង្កើតចំណងជើងឬមួយក៏តើតើជាមួយនឹងការបង្កើត topic video ផងយើងណាអញ្ចឹងបងប្អូនគ្រាន់តែការ copy វាទាំងអស់មកដែលយើង copy វាដល់ខាងក្រោមមកនេះដល់កន្លែងគេដាក់ថាprocess នេះយើង copy ត្រឹមហ្នឹងបានហើយខាងក្រោមនេះគឺតើតើជាមួយនឹងការបង្កើត image ផ្សេងទេតើតើជាមួយនឹងការបង្កើតរូបភាពផ្សេងនេះយើងអត់ copy វាទេយើង copy ទៅខាងលើនេះហើយបន្តមកទៀតបងប្អូនចូលមកកាន់ ChatGPT បងប្អូនគ្រាន់តែការផាសជាមួយនឹង prompt នឹងចូលអញ្ចឹងដល់ពេលដែលយើងផាសជាមួយនឹង prompt នឹងចូលគឺវាចូលនៅក្នុង ChatGPT ផងយើងហើយបងប្អូនត្រូវទៅការកែតិចណាអញ្ចឹងខ្ញុំបានដាក់ថា create x ចាកន្លែង ID បានថាម៉េចកន្លែង ID បានថាជាចំនួនដែលបងប្អូនត្រូវតែការដែលបងប្អូនចង់ធ្វើការបង្កើតចំណងជើងអញ្ចឹងតើតើជាមួយចំនួនហ្នឹងបានថាយើងអាចនិយាយថាយើងបង្កើតចំណងជើង4 10ទេដើម្បីឲ្យយើងអាចដើម្បីងាយស្រួលឲ្យយើងធ្វើការជ្រើសរើសមួយណាអញ្ចឹងបងប្អូនថ្ងៃទៅការបង្កើតចំណងជើងឧទាហរណ៍បងប្អូនចង់បង្កើតចំណងជើងវីដេអូយើងបានឧទាហរណ៍ដាក់5វីដេអូឬមួយក៏10វីដេអូ10ចំណងជើងអូខេឥឡូវឧទាហរណ៍បងប្អូនចង់បង្កើត10ចំណងជើងវីដេអូផងយើងអញ្ចឹង ChatGPT វាកំពុងតែធ្វើការទូទាត់លត់សើឲ្យយើងបាទវាកំពុងតែការរៀបរាប់ចំណងជើងវីដេអូផងយើងណាដែលបងប្អូនថ្ងៃអាចធ្វើការជ្រើសរើសមួយសម្រាប់ធ្វើការបង្កើតវីដេអូផងយើងអូខេនេះគឺតើតើជាមួយនឹងចំណងជើងវីដេអូតើតើជាមួយនឹងចំណងជើងក៏ដូចជាតើតើជាមួយ topic វីដេអូផងយើងចឹង topic នេះបងប្អូនគ្រាន់តែការជ្រើសរើសមួយមកតើតើជាមួយនឹងការបង្កើតណាបងប្អូនគ្រាន់តែការជ្រើសរើសមួយមកចឹងបងប្អូនពេញចិត្តមួយណាបងប្អូនយកមួយហ្នឹងទៅតើតើជាមួយនឹងការបង្កើតដល់ទី5នេះគឺនិយាយតើតើជាមួយនឹងការបង្កើតនេះ diamond អញ្ចឹងទៅតើតើជាមួយនឹងការសិប្បកម្មតើតើជាមួយនឹងការបង្កើតពេជ្រអីចឹងណាឬមួយក៏តើតើជាមួយនឹងការនេះenergy drink តើតើជាមួយនឹងការផលិតភេសជ្ជៈបៃកម្លាំងអីចឹងដូចជាកូកាឬអីចឹងទៅអញ្ចឹងបងប្អូនគ្រាន់តែការជ្រើសរើស topic មួយមកដល់ទី2នេះគឺនិយាយតើតើជាមួយនឹងហៅ smartphoneនេះតើតើជាមួយនឹងការបង្កើតទូរស័ព្ទដៃអញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលយើងធ្វើការបង្កើតជាមួយនឹងចំណងជើងក៏ដូចជា topic ហើយបងប្អូនត្រូវតែការបង្កើតជាមួយរូបភាពអញ្ចឹងតើតើជាមួយនឹងការបង្កើតរូបភាពគឺមានន័យពិបាកទេបងប្អូននៅនេះគ្រាន់តែការ copy ជាមួយនឹង prompt មកខ្ញុំមកអញ្ចឹងតើតើជាមួយនឹង prompt បង្កើតរូបភាពគឺវានៅខាងក្រោមនេះបងប្អូនគ្រាន់តែការអូវាមកក្រោមមកអញ្ចឹងយើងឃើញតើតើជាមួយនឹងការបង្កើត image អញ្ចឹងបងប្អូនគ្រាន់តែការ copy ជាមួយនឹង prompt ទាំងអស់នឹងចូលមកយើង copy វាទាំងអស់អញ្ចឹងយើង copy ដល់ខាងក្រោមដល់កន្លែងនេះដល់កន្លែង flow video prompt នេះយើង copy វាអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ ChatGPT យើងវិញយើងទៅការផាសជាមួយនឹង prompt នឹងចូលអញ្ចឹងតើជាមួយនឹង prompt បង្កើតរូបភាពបងប្អូនទាំងនេះត្រូវតែការកែបន្តិចដែរណាអញ្ចឹងដូចចម្លាក់ខាងលើនេះតើជាមួយនឹងការបង្កើត create scene អញ្ចឹងអ្វីដែលបងប្អូនត្រូវកែគឺនៅខាងលើនេះបាទតើជាមួយនឹង topic អញ្ចឹង topic នេះបងប្អូនគ្រាន់តែការ copy ជាមួយនឹងចំណងជើង topic ខាងលើនេះបងប្អូនគ្រាន់តែការ copy វាមួយមកអញ្ចឹង topic ហ្នឹងបងប្អូនពេញចិត្តមួយណាបងប្អូនយកមួយហ្នឹងមកខែឧទាហរណ៍ថានេះតើជាមួយនឹងការបង្កើតនេះតើជាមួយនឹងការបង្កើត chocolate អូខេឥឡូវដល់ខ្ញុំយកមួយនេះអូខេឥឡូវដល់ខ្ញុំយកទី4នេះបាទតើជាមួយនឹងការបង្កើត chocolate បាទយើង copy មកហើយបន្តមកទៀតយើងត្រូវការយកវាផាសចូលទៅក្នុង topic ផងយើងអញ្ចឹងយើងផាសកន្លែងនេះមកយើងផាសវាចូលមកហើយកន្លែងនេះគឺតើជាមួយនឹង scene តើជាមួយនឹង scene វីដេអូផងយើងណាចឹងខ្ញុំបញ្ជាក់តិចបាទតើតើជាមួយនឹង scene នេះបើសិនជាបងប្អូនចង់ធ្វើវីដេអូយូរណាបងប្អូនចង់ធ្វើវីដេអូ10នាទី20នាទីបងប្អូនអាចធ្វើការបង្កើត scene ដែលច្រើនទៅបងប្អូនបង្កើត20 30 40 scene ឬមកក៏តាមអ្វីដែលបងប្អូនចង់បង្កើតណាចឹងបានន័យថាបើសិនជាបងប្អូនធ្វើវីដេអូកាន់តែយូរបងប្អូនបង្កើត scene វីដេអូយើងកាន់តែច្រើនចឹងកន្លែងនេះបងប្អូនអាចធ្វើការដាក់មកដាក់បាន20 30ឬមកក៏100 scene អីចឹងទៅដើម្បីឲ្យយើងធ្វើការបង្កើតវីដេអូវាបានកាន់តែយូរឬបានកាន់តែវែងចឹងណាអូខេចាសម្រាប់វីដេអូនេះខ្ញុំគ្រាន់ធ្វើជាឧទាហរណ៍បងប្អូនមើលទេបាទខ្ញុំអាចដាក់ត្រឹម10 scene នេះទៅមកខ្ញុំអាចដាក់10ទៅបន្តមកទៀតបងប្អូនគ្រាន់តែការចុច enter អញ្ចឹងនៅពេលចុច enter គឺ ChatGPT វាកំពុងតែធ្វើការរៀបរាប់ទូទាត់អត់សាយយើងឲ្យយើងគ្រាន់តែការរូបចាំទៅនេះអញ្ចឹងបងប្អូនប្រកាសจะឃើញមកអញ្ចឹងទី1គឺវាតង់ជាមួយនឹង scene ទី1បាទគឺតង់ជាមួយនឹង scene ទី1 scene រូបភាពវីដេអូយើងទី1ណាអានេះ scene ទី2 scene ទី3អញ្ចឹងទៅអញ្ចឹងបើសិនជាបងប្អូនបង្កើត30 40 scene វានឹងចេញ scene ឲ្យយើងតាមហ្នឹងអញ្ចឹងទៅអញ្ចឹងនេះគឺខ្ញុំបង្កើតចំនួន10 scene អញ្ចឹងវាចេញឲ្យយើងគឺត្រឹមតែ10ទេបាទអូខេអញ្ចឹងនៅពេលដែលបងប្អូននេះធ្វើការបង្កើតជាមួយនឹង prompt ហើយចូលដល់វិធីទី2គឺតង់ជាមួយនឹងការបង្កើតរូបភាពអញ្ចឹងតង់ជាមួយនឹងការបង្កើតវីដេអូបែបនេះបងប្អូនធ្វើបាន2ទី1គឺតើតជាមួយនឹងការយើងយករូបភាពទៅជាវីដេអូនិងទី2គឺតើជាមួយនឹងការដែលយើងយកtext ទៅជាវីដេអូណាអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចង់យករូបភាពបងប្អូនបានន័យថាបងប្អូនធ្វើការបង្កើតរូបភាពឲ្យហើយបន្តមកទៀតបងប្អូនធ្វើការយករូបភាពហ្នឹងទៅធ្វើការបង្កើតជាវីដេអូអាហ្នឹងវិធីទី1ហើយវិធីទី2គឺបងប្អូនគ្រាន់តែការ copy text នៅក្នុង ChatGPT ហើយបងប្អូនយកវាទៅបង្កើតជាវីដេអូយកតែម្ដងឥឡូវវិធីទី1គឺតើជាមួយនឹងការបង្កើតរូបភាពអញ្ចឹងតើជាមួយនឹងការបង្កើតរូបភាពបងប្អូនបង្កើតដឹងមកគឺយើងប្រើជាមួយនឹង Wix AI អញ្ចឹងសម្រាប់ website Wix AI គឺវាងាយស្រួលប្រើអញ្ចឹងណាវា free ទេអញ្ចឹងបងប្អូនទៅការបើកចូលទៅកាន់ Wix AI មកអូខេអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ website Wix AI ហ្នឹងបងប្អូនគ្រាន់តែការផាសជាមួយនឹង prompt របស់យើងចូលអញ្ចឹងបងប្អូនគ្រាន់តែការចូលទៅកាន់ ChatGPT សិនមកបន្តមកទៀតយើងធ្វើការ copy ជាមួយនឹង prompt image scene ទី1អញ្ចឹង scene ទី1វានៅខាងលើគឺនេះបងប្អូនគ្រាន់តែការ copy មកនេះគេដាក់ថា image prompt អញ្ចឹងយើង copy វាអស់អញ្ចឹងមកហើយកន្លែងតាក់ទងជាមួយនឹង flow video នេះគឺបងប្អូនយកវាទៅយើង
យើង tick វាចោលហើយបើយើងបាច់យកទៅយើងយកតែត្រឹម image prompt នេះយើង copy មកអញ្ចឹងកន្លែងនេះបងប្អូនត្រូវប្រកាសថាបងប្អូនយកជាប្រភេទ video long យើងចូលកន្លែង frame នេះមកដែលយើងយកវាមកហើយយើងយក landscape អាហ្នឹងបើសិនជាបងប្អូនចង់បង្កើតជាប្រភេទ video long ណាយើងយក landscape មកហើយយើងចុច enter អញ្ចឹងវានឹងធ្វើការបង្កើតជាមួយរូបភាពរបស់យើងមកយើងគ្រាន់តែការរូបចាំទៅអូខេនេះគឺជារូបភាពដែល website VAI ហ្នឹងវាធ្វើការបង្កើតឲ្យយើងចានេះគឺជា scene ទី1បាទអញ្ចឹងទៅជាមួយ scene ទី2បងប្អូនគ្រាន់តែការ copy បន្តទៅមកដែលយើង copy scene ទី2មកអូខេបងប្អូនអរគ្នាបាទអញ្ចឹង website AI នេះវាបានធ្វើការបង្កើតជាមួយនឹងរូបភាពយើងហើយបាទអញ្ចឹងនិយាយថាវាបង្កើតមកគឺអែមខ្លាំងមែនទេអានេះគឺតាក់ទងជាមួយនឹង process ទី1រហូតដល់ process ទី10អញ្ចឹងយើងឃើញថាវាបង្កើតតាក់ទងជាមួយនឹង process នៃការបង្កើតណាគឺវា process ម្ដងមួយរហូតដល់ទៅតាក់ទងជាមួយនឹងការបញ្ចប់បាទអញ្ចឹងបងប្អូនឃើញហ្នឹងបាទគឺវា process ម្ដងអត្តនការអញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលបងប្អូនទាំងនេះទៅការបង្កើតជាមួយរូបភាពហើយចូលដល់វិធីទី3គឺតាក់ទងជាមួយនឹងការបង្កើតជាមួយនឹងវីដេអូអញ្ចឹងតាក់ទងជាមួយនឹងការបង្កើតវីដេអូគឺមាន2 website ដែលបងប្អូនអាចប្រើបានអញ្ចឹងទី1គឺ Flow AI ទី2គឺតាក់ទងជាមួយនឹង Grok AI អញ្ចឹងខ្ញុំសូមបញ្ជាក់តិចបាទតាក់ទងជាមួយនឹង website ទាំងពីរនេះគឺយើងអាចការបង្កើតជាមួយនឹងវីដេអូបានដូចគ្នាក៏ប៉ុន្តែសម្រាប់តាក់ទងជាមួយនឹង Grok AI តាក់ទងជាមួយនឹង Grok AI បងប្អូនអ្នកទៅការប្រើ free បានក៏ប៉ុន្តែតាក់ទងជាមួយនឹង Grok AI គឺយើងបង្កើតវីដេអូមកគឺអាចនិយាយបានថាវាអត់សូវទំនងឬមកអត់សូវតាក់ទាញទេអាហ្នឹងខ្ញុំនិយាយបានថាអញ្ចឹងណាព្រោះខ្ញុំបានទៅការតេស្តបង្កើតហើយក៏ប៉ុន្តែតាក់ទងជាមួយនឹង Flow AI គឺយើងប្រើក៏ប៉ុន្តែយើងត្រូវតែការ pay លុយព្រោះនៅពេលដែលយើងទៅការបង្កើតភ្លាមគឺវាឲ្យយើងត្រូវតែ150 credit ទេអញ្ចឹងនៅពេលដែលយើងទៅការបង្កើតអស់150ហ្នឹងគឺយើងត្រូវតែការ pay លុយណាក៏ប៉ុន្តែតាក់ទងជាមួយនឹង Flow AI គឺយើងបង្កើតវីដេអូមកគឺអែមខ្លាំងមែនតើគឺវាស្អាតមែនតើគឺអាចនិយាយថាវាមិនសលេង sound វីដេអូយើងណាអញ្ចឹងខ្ញុំនឹងទៅការប្រៀបធៀបវីដេអូ Grok AI និងតាក់ទងជាមួយនឹង Flow AI អញ្ចឹងបងប្អូនមើលទៅបាទថាមួយណាតំណងជាងអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនពេញចិត្តជាមួយនឹង Grok AI បងប្អូនគាត់ថាអត់ចង់ចំណាយលុយបងប្អូនអាចទៅការប្រើជាមួយនឹង Grok AI បានក៏ប៉ុន្តែសម្រាប់បងប្អូនយើងចង់ទៅការបង្កើតវីដេអូមកឲ្យមើលភាពតាក់ទាញដូចឲ្យវីដេអូ 1K ណាអញ្ចឹងបងប្អូនអាចប្រើជាមួយនឹង Flow AI បានអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ Flow AI បងប្អូនគ្រាន់តែការផាសជាមួយនឹង prompt នឹងចូលមកហើយបន្តមកទៀតបងប្អូនគ្រាន់តែការកែជាមួយវីដេអូនេះបងប្អូនយកជាប្រភេទវីដេអូបងប្អូនយកតម្រង់ជាប្រភេទវីដេអូផ្ដេកដែលជាប្រភេទវីដេអូ long ហើយយើងយក enter ទៅអញ្ចឹងវាតែការបង្កើតវីដេអូយើងមកនៅក្នុង Flow AI ហ្នឹងអញ្ចឹងសម្រាប់ Flow គឺវាបង្កើតមកលក្ខណៈថាវាមានជាមួយនឹង effect យឺត slow ណាហើយវាមានសលេង sound នៅក្នុងហ្នឹងដូចជាសលេងនៅពេលដែលយើងធ្វើសកម្មភាពទៅវាមានសលេង sound effect នៅក្នុងហ្នឹងស្រាប់ This centralized receiving bay is the heart of the operation, a symphony of synchronized logistics. ចឹងសម្រាប់វីដេអូនេះគឺនៅពេលដែលបងប្អូនទៅការបង្កើតមកវាមានសលេងនិយាយបើសិនជាបងប្អូនបង្កើតមកវាមានសលេងនិយាយនៅក្នុងហ្នឹងណាបងប្អូនអាចទៅការបាត់វាបានបងប្អូនគ្រាន់តែការផាសជាមួយនឹង prompt នឹងចូលមកហើយបន្តមកទៀតយើងគ្រាន់តែការកែជាមួយនឹង prompt ហ្នឹងបន្តិចយើងដាក់ថា no speech ទៅអូខេចឹងទាំងអស់ហ្នឹងគឺតាក់ទងជាមួយនឹងការដែលយើងយក text ទៅជាវីដេអូចឹងចូលដល់វិធីមួយទៀតតាក់ទងជាមួយនឹងដែលយើងយករូបភាពទៅជាវីដេអូណាដែលតាក់ទងជាមួយនឹងការបំលែងរូបភាពទៅជាវីដេអូចឹងដើម្បីធ្វើការយករូបភាពទៅជាវីដេអូបានបងប្អូនគ្រាន់តែការ download រូបភាពដែលយើងធ្វើការបង្កើតនៅក្នុង website VAI ហ្នឹងមកយើងចូលទៅកាន់ VAI មកអញ្ចឹងយើងធ្វើការ download រូបភាពទាំងអស់ហ្នឹងអញ្ចឹងអានេះគឺ scene ទី1បើយើង download វាមកអានេះ scene ទី2យើងធ្វើការ download វាម្ដងមួយអញ្ចឹងណាហើយបន្តមកទៀតបងប្អូនប្រើជាមួយនឹង website ពីររ៉ាល់គឺ Flow ហើយនិង Grok ដដែលឥឡូវខ្ញុំឧទាហរណ៍តើតើជាមួយនឹងការបង្កើតនៅក្នុង Grok AI អញ្ចឹងតើតើជាមួយនឹង Grok AI បងប្អូននៅពេលដែលបងប្អូនបើកចូលមកបងប្អូនចូលកន្លែង page image ដដែលហើយបន្តមកទៀតយើងធ្វើការ upload ជាមួយរូបភាពរបស់យើងចូលហើយកន្លែងនេះបងប្អូនគ្រាន់តែការ pass ជាមួយនឹង prompt ឬក៏ scene នៅក្នុង ChatGPT ផងយើងណាដែលយើងធ្វើការបង្កើតដំបូងហ្នឹងយើងចូលទៅកាន់ ChatGPT មកអានេះគឺ scene ទី1បាទចឹងសម្រាប់ scene ទី1គឺបងប្អូនយក prompt នៅក្នុង scene ទី1ដែលយើង copy មកយើងយកវាមកផាសចូលអញ្ចឹងវានឹងតែការបង្កើតជាវីដេអូឲ្យយើងហើយឥឡូវនេះយើងតែការកំណត់វាមកយើងយកទម្រង់វីដេអូផ្ដេកអញ្ចឹងយើងចុច enter ទៅអញ្ចឹងវានឹងធ្វើការបង្កើតជាមួយនឹងរូបភាពទៅជាវីដេអូឲ្យយើងហើយយើងគ្រាន់តែការរកចាំទៅបាទ website Grok AI នេះវាបានធ្វើការបង្កើតវីដេអូឲ្យយើងបាទអញ្ចឹងនេះគឺតើតងជាមួយនឹងការយករូបភាពទៅជាវីដេអូបាទអញ្ចឹងយើងឃើញវាបង្កើតមកគឺយកទៅវាដូចតែគ្នាទេបាទតែគ្រាន់តែបងប្អូនអាចមើលជម្រើសពីរអញ្ចឹងណាអញ្ចឹងនេះគឺ scene ទី1បាទនៅពេលដែលបងប្អូនធ្វើការបង្កើតហើយបងប្អូនធ្វើការ download វាមកឬចុចសញ្ញា download នេះមកហើយបន្តមកទៀតយើងធ្វើការបង្កើតជាមួយ scene ទី2ម្ដងអញ្ចឹងសម្រាប់ scene ទី2យើងចូលទៅកាន់ហើយយើងគ្រាន់តែការ upload ជាមួយរូបភាពដែលយើងធ្វើការ download នៅក្នុង website AI នឹងមិញមកហើយបន្តមកទៀតបងប្អូនគ្រាន់តែការចូលទៅកាន់ ChatGPT ផងយើងវិញយើងធ្វើការ copy ជាមួយ scene ទី2ម្ដងនេះបាទនេះគឺ scene ទី2បាទយើង copy វាត្រឹម image prompt ហ្នឹងមកបាទយើង copy មក
អូខេអញ្ចឹងដល់ពេលដែលបងប្អូនអ្នកការបង្កើតជាមួយនឹងវីដេអូហើយចូលដល់វិធីទី4ដែលជាវិធីចុងក្រោយតើតើជាមួយនឹងការកាត់តវីដេអូឬមកក៏ edit វីដេអូអញ្ចឹងតើតើជាមួយនឹងការកាត់តវីដេអូបងប្អូនគ្រាន់តែការបើកចូលទៅកាន់កម្មវិធី CapCut បងប្អូនមកអញ្ចឹងដល់ពេលដែលបងប្អូនចូលដល់កម្មវិធី CapCut បងប្អូនគ្រាន់តែការទាញជាមួយវីដេអូដែលយើងបានធ្វើការបង្កើតមិញហ្នឹងមកអូខេចឹងវីដេអូហ្នឹងយើងមើលទៅបាទគឺវាតំណមែនទេបាទនិយាយថានេះគឺ scene ទី1បាទ scene 1វាជា process តាក់ទងជាមួយនឹងការបង្កើតដំបូងអញ្ចឹងយើងរហូតបន្តតាក់ទងជាមួយនឹងការផលិតការរៀបចំការបង្កើតអីចឹងទៅអញ្ចឹងអានេះដោយសារតែយើងបង្កើតតែ10 scene អញ្ចឹងបើសិនជាបងប្អូនបង្កើតច្រើន scene ហើយបងប្អូនធ្វើវីដេអូយូរវា process ម្ដងមួយរហូតដល់គ្រប់ scene ដែលបងប្អូនធ្វើការបង្កើតហ្នឹងអញ្ចឹងដល់ពេលដែលបងប្អូនធ្វើការកាត់តប៉ុណ្ណឹងហើយបងប្អូនគ្រាន់តែការ export វីដេអូយើងមកយើងចូលកន្លែង export ហើយកន្លែងនេះ resolution បងប្អូនយក18បានហើយយើងបាញ់យកច្បាស់ពេកតែយើងយកថា18បានហើយសំខាន់គឺតាក់ទងជាមួយនឹង frame rate អញ្ចឹងតាក់ទងជាមួយនឹង frame rate បងប្អូនត្រូវតែយក60 frame មានបងប្អូនយកប្រមាណ60 frame មកអូខេអញ្ចឹងមួយវាទៀតតាក់ទងជាមួយនឹងការធ្វើវីដេអូគឺមានបងប្អូនយើងច្រើនមែនតើគាត់ពិបាកតាក់ទងជាមួយនឹងការបង្កើត thumbnail ណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមិនត្រូវការរៀបចំតាក់ទងជាមួយនឹង prompt របស់បងប្អូនដើម្បីធ្វើការបង្កើតជាមួយ thumbnail សម្រាប់ content វីដេអូបែបនេះអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់ធ្វើការបង្កើតជាមួយ thumbnail បងប្អូនដល់មានធ្វើការចូលទៅកាន់បងប្អូនគ្រាន់តែការចូលទៅកាន់ prompt របស់ខ្ញុំមកអញ្ចឹងបងប្អូនធ្វើការចូលទៅកាន់ prompt ហ្នឹងបងប្អូនគ្រាន់តែការ copy ជាមួយនឹង prompt ខាងក្រោមនេះដែលខ្ញុំបានដាក់ថា thumbnail អញ្ចឹងបងប្អូនគ្រាន់តែការ copy វាអស់អញ្ចឹងមកយើង copy តាក់ទងជាមួយនឹង prompt បង្កើត thumbnail ផងយើងហើយបន្តមកទៀតបងប្អូនចូលទៅកាន់ AI ផងយើងមកដើម្បីធ្វើការបង្កើតរូបភាពតាក់ទងជាមួយ thumbnail អញ្ចឹង live title នេះបងប្អូនធ្វើការកែដាក់ជាមួយនឹងtopic វីដេអូផងយើងមកដែលយើងធ្វើការបង្កើតដំបូងហ្នឹងបាទយើងចូលទៅកាន់ ChatGPT មកអញ្ចឹង topic វីដេអូផងខ្ញុំគឺនិយាយតាក់ទងជាមួយនឹងសូកូឡាឬមកក៏ chocolate ហ្នឹងបាទហើយយើងយកវាមកផាសចូលទៅកាន់ title ផងយើងវិញយកផាសទៅកន្លែងហ្នឹងមកហើយបន្តមកទៀតគឺចុច enter អូខេអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទហើយសម្រាប់បងប្អូនយើងដែលគាត់មានចំណាប់អារម្មណ៍ចង់ធ្វើការបង្កើតវីដេអូបែបនេះសម្រាប់ upload ចេញពី YouTube បងប្អូនអាចធ្វើការបង្កើតបានបាទគឺតាក់ទងជាមួយនឹង process នៃការបង្កើតគឺយើងបង្កើតបែបឡើងអញ្ចឹងដូចខ្ញុំធ្វើការបង្ហាញទៅកាន់បងប្អូនអញ្ចឹងណាហើយបើសិនជាបងប្អូនមានចង្អល់អីបងប្អូនអាចធ្វើការឆាតសួរខ្ញុំបានបាទអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទចេញជួបគ្នាវីដេអូក្រោយទេបាទ